បាទអរគុណលោកចូលបើសិនជាអតិថិជនគាត់មានបញ្ហាហើយគាត់ចង់ដឹងតើគាត់គួរទៅទទួលការប្រឹក្សាពីខាងណាដែរលោកបាទជារួមមានអតិថិជននឹងគាត់អាចតាក់ទងទៅនឹងធនាគារដែលគាត់ខ្ចីឧទាហរណ៍ថាគាត់ខ្ចីស្ថាប័ន A ហ្នឹងគាត់សួរទៅធនាគារ A ហ្នឹងសិនសួរភាសាគ្នាណាបើធនាគារ A ហ្នឹងបញ្យល់ប្រាប់គាត់មិនច្បាស់លាស់ទេគាត់អាចសួរមកសមាគមធនាគារកាលមុនមានសមាគមធនាគារឥឡូវសមាគមធនាគារគេបានបង្កើតសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុរួមទាំងធនាគារជាតិបានបង្កើតមជ្ឈមណ្ឌលមួយគេហៅថាមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុហៅកាត់ថា FCPC ហ្នឹងគឺយើងអាចសួរទៅគាត់បានហើយនៅក្នុងកិច្ចសន្យាអន្តរជាតិណាកិច្ចសន្យាអន្តរជាតិគឺមានចែងលេខកាលមុនចែងលេខរបស់លេខហ្នឹងគឺលេខរបស់សមាគមតែឥឡូវលេខរបស់សមាគមហ្នឹងបានផ្ទេរមកជាលេខរបស់គេហៅមជ្ឈមណ្ឌលដោះស្រាយឬក៏ការពារអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុហ្នឹងហើយអញ្ចឹងអតិថិជនអាចមើលនៅក្នុងកិច្ចសន្យានឹងបានមើលក្នុងកិច្ចសន្យាឃើញលេខទូរស័ព្ទធនាគារខលមកធនាគារដែលយើងខ្ចីហ្នឹងហើយយើងសួរទៅឲ្យសួរឲ្យឆ្លើយមិនច្បាស់ឬក៏សួរឲ្យនៅលាក់លៀមសួរទៅយើងមិនពេញចិត្តចម្លើយហ្នឹងយើងសួរមកលេខរបស់ SCPC នឹងមជ្ឈមណ្ឌលការពារអតិថិជនហ្នឹងណាអញ្ចឹងគេនឹងបញ្យល់ប្រាប់ហើយយើងនឹងអត់ទាន់ទៀតគេមានអ្នកច្បាប់គេទៀតណាអ្នកច្បាប់គេទៀតនឹងដោះស្រាយជូនណាដោះស្រាយជូនអញ្ចឹងមិនអស់អតិថិជននឹងគាត់គិតថាមជ្ឈមណ្ឌលនឹងគឺឯករាជ្យមជ្ឈមណ្ឌលនឹងឯករាជ្យបាទខ្ញុំទៅជែកមិញខ្ញុំថាអ្នក founder អ្នកជួយគ្រប់គ្រងឲ្យបង្កើតហ្នឹងគឺសមាគមធនាគារសមាគមមីក្រូហិរញ្ញវត្ថុនិងធនាគារជាតិក៏ប៉ុន្តែនៅពេលដែលកើតជារូបរាងហើយមជ្ឈមណ្ឌលហ្នឹងគឺឯករាជ្យទេគាត់អត់បានរស់នៅក្រោមសមាគមធនាគារឬក៏រស់នៅក្រោមធនាគារជាតិឬក៏សមាគមមីក្រូហិរញ្ញវត្ថុទេគាត់មានក្រុមឧស្សាហបាលពីធនាគារជាតិខ្លះពីសមាគមធនាគារម្នាក់ពីរនាក់អញ្ចឹងទៅណាតែក្រុមឧស្សាហបាលមកពីវិស័យឯករាជ្យពីអ្នកច្បាប់ពីក្រុមអ្នកច្បាប់ពីអ្នកជំនួញពីអីនោះចូលក្នុងនឹងទាំងអស់គ្នាដើម្បីដោះស្រាយអញ្ចឹងមិនមែនតែអ្នកធនាគារទៅឈរការពារធនាគារខ្លួនឯងទេណាអញ្ចឹងយើងយកអ្នកប្រើប្រាស់សេវាកម្មអតិថិជននឹងដែរអ្នកប្រើប្រាស់សេវាកម្មធនាគារមកធ្វើ board នៅក្នុង SCPC នឹងដែរអញ្ចឹងនៅឈរធ្វើ board ហ្នឹងគាត់ការពារទាំងអស់គាត់ការពារទាំងអតិអ្នកប្រើប្រាស់ហើយក៏គាត់បញ្យល់អ្នកប្រើប្រាស់ឲ្យយល់ដែរការដែលគាត់អត់សប្បាយចិត្តហ្នឹងភាគច្រើនដោយសារគាត់អត់យល់ទេអត់យល់មើលទៅអត់បានយល់ហើយគាត់គិតតែខ្ញុំគិតថាជួនកាលណាគាត់គិតថាធនាគារអាចកោគាត់ធនាគារអាចចេះចឹងដល់ពេលគិតអត់បានមើលអត់បានជ្រៅមើលអត់បានយល់ហ្នឹងបង្កើតឲ្យគេការគាត់ខឹងសបាគាត់អត់សប្បាយចិត្តតែបើបញ្យល់ឲ្យយល់ទាំងអស់គ្នាពីដំបូងមកបញ្យល់ឲ្យយល់ទាំងអស់គ្នាទាំងអ្នកខ្ចីទាំងអ្នកឲ្យខ្ចីនឹងឲ្យយល់ច្បាស់មកប្រហែលជាមិនមានរឿងចឹងកើតឡើងទេ